អីក៏មិនគាត់រៀងពិបាកស្ដាប់តិចប៉ុន្តែអូខេថ្ងៃនេះសូមធ្វើការឆ្លើយតបខមមិនបងប្រហែលអ្នកនៅលើវីដេអូដែលពាក់ព័ន្ធជាមួយនឹងការផ្ញើឯកសាររវាង Oppo ជាមួយនឹង iPhone ដោយសារតាមពិតចំពោះគាត់មានហេតុផលរបស់គាត់ច្បាស់លាស់មួយចំនួនដែរប៉ុន្តែគាត់ថាយើងនឹងលើកយកមកនិយាយឧទាហរណ៍ជាក់ស្ដែងទៅបងស្នាកសិករគាត់អីក៏មិនគាត់រៀងពិបាកស្ដាប់តិចប៉ុន្តែយើងអាចទទួលយកពិចារណាបានគឺគាត់ថាចាំធ្វើអញ្ចឹងវេទនាធ្វើអីគាត់តែផ្ញើរូបភាពតាម Messenger ឬក៏ Telegram ទៅរួចបាត់ហើយអញ្ចឹងគឺមានថាតាមពិតគឺជាជំរឿនម្នាក់ទេគឺគាត់អាចធ្វើការផ្ញើតាម Telegram ឬក៏ Messenger បានទៅចិត្តចាំខ្ញុំប្រាប់ហេតុផលអូខេមួយទៀតបងមួយទៀតគាត់ថាផ្ញើតាមឆាតទៅអញ្ចឹងអូខេគុំដាក់ស្រៀងគ្នាអត់ខុសទេហើយមានប្រហែលទៀតគឺគាត់មាន3នាក់ទៀតគាត់ចេញយោបល់ថាអាចប្រើប្រាស់នៅ local send ទៅព្រោះវា support cross platform មានន័យថាគឺយើងប្រើ local send ហ្នឹងគឺយើងអាចផ្ញើបានរវាងពី Android ទៅ iOS ទៅ Windows ទៅ macOS បានដូចគ្នាអញ្ចឹងគឺវាផ្ដល់ភាពងាយស្រួលច្រើនដែរអញ្ចឹងចូលមកដល់ចំណុចដែលខ្ញុំឲ្យបងប្អូនពិចារណាវិញភាពខុសគ្នារវាងការផ្ញើតាមទម្រង់ទាំង3ហ្នឹងតើវាខុសគ្នាមិនអញ្ចឹងឧទាហរណ៍ជាក់ស្ដែងទៅឧទាហរណ៍ថាយើងធ្វើការថតរូបហើយយើងចែករំលែកជាមួយមិត្តភ័ក្តិអញ្ចឹងគឺអត់មានបញ្ហាទេដោយសារជួនកាលយើងអាចនឹងមាន friend មួយគ្នាអាចជាតាម Messenger ឬក៏តាម Telegram អីចឹងក៏ថាបានដែរអ្វីដែលជាបញ្ហាគឺត្រង់ថាការផ្ញើបើមិនជាយើងផ្ញើទម្រង់ជាសម្រាប់មើលធម្មតាអត់ត្រូវការទំហំ file រៀងធំអត់ត្រូវការបរិយាមើលអីទេគឺយើងផ្ញើតាម Messenger អីធម្មតាគឺបានប៉ុន្តែបើមិនជាផ្ញើតាម Telegram គឺយើងអាចផ្ញើជាទម្រង់ file ហើយបងប្អូនមួយចំនួនអាចទាំងអត់ដឹងទេថាតើផ្ញើជាប្រភេទ file ហ្នឹងគេចុចមិនអញ្ចឹងហើយគឺអាចនឹងមានភាពខុសគ្នាបែបហ្នឹងឯងអញ្ចឹងចំណុចដែលសំខាន់នៅពេលដែលយើងផ្ញើតាមឆាតទីមួយគឺកាត់ទំហំ megabyte គុណភាពរូបភាពធ្លាក់ចុះគុណភាពវីដេអូក៏ធ្លាក់ចុះដែរគឺទៅតាមនឹងដូចគ្នាហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងល្បឿនដោយសារតែការប្រើប្រាស់ឆាតគឺយើងត្រូវការអ៊ីនធឺណិតទាំងសងខាងមានន័យថាយើងជាអ្នកផ្ញើត្រូវការអ៊ីនធឺណិតមួយតង់អាប់ឡូតទៅឲ្យចប់ហើយអ្នកដែលទទួលគាត់ត្រូវការនៅពេលដែលយើងផ្ញើទៅចប់ហើយបាទគាត់អាច download យកមក save នៅក្នុងទូរស័ព្ទគាត់បានអញ្ចឹងអាហ្នឹងគឺជាចំណុចខុសគ្នាមានន័យថាការប្រើប្រាស់បែបហ្នឹងគឺយើងត្រូវការចំណាយលុយប៉ុន្តែបើសិនជាយើងត្រូវការបែបអត់ចំណាយលើកលែងតែយើងមានប្រើប្រាស់នៅ Wi-Fi អញ្ចឹងបើសិនជាយើងមាន Wi-Fi យើងអាចប្រើ Wi-Fi ទៅអត់មានបញ្ហាទេជំរឿនរបស់យើងហើយមួយវិញទៀតសម្រាប់ការប្រើប្រាស់នៅកម្មវិធី Local Send ទទួលស្គាល់ថាវាផ្ញើឯកសារបានលឿនរហ័សជាងឆាតប៉ុន្តែបញ្ហាមួយគឺ Local Send ត្រូវការនៅ Wi-Fi ដូចគ្នាអញ្ចឹងឧទាហរណ៍ថាបងប្អូននៅកន្លែងមួយដែលអត់មាន Wi-Fi ទេបងប្អូនអត់បានភ្ជាប់ជាមួយ Wi-Fi ទេបងប្អូនអត់អាចប្រើប្រាស់ Local Send ទេមិនថាទាំងការប្រើប្រាស់ការផ្ញើរវាងទូរស័ព្ទទៅទូរស័ព្ទឬក៏ការផ្ញើពីទូរស័ព្ទទៅ PC ឬក៏ Mac ឬក៏ Windows នោះទេគឺអត់អាចប្រើបានអស់ដោយសារតែតម្រូវការចាំបាច់របស់ Local Send គឺ Wi-Fi ដែលដូចគ្នាអញ្ចឹងបើសិនជាគ្មាន Wi-Fi គឺ0ប៉ុន្តែការប្រើប្រាស់នៅ Local Send ហ្នឹងគឺផ្ញើបាននៅទំហំឯកសារពេញដូចគ្នាអញ្ចឹងគឺវាជាចំណុចល្អរបស់វាមួយដែរមានថាបើសិនជាយើងមាន Wi-Fi ហើយយើងត្រូវការផ្ញើឯកសារពេញផ្ញើតាម Local Send full speed លឿនល្អអញ្ចឹងចំណុចអីទេដែលខុសគ្នារវាងការប្រើប្រាស់ Local Send chat ជាមួយនឹងការប្រើប្រាស់នៅ O+ Connect ដែលខ្ញុំបង្ហាញការផ្ទេរពី Oppo ទៅកាន់ iPhone អញ្ចឹងចំណុចខុសគ្នាគឺត្រង់ថានៅពេលដែលយើងប្រើប្រាស់នៅកម្មវិធី O+ Connect ដែលផ្ញើពី Oppo ទៅ iPhone ឬក៏ពី iPhone មក Oppo ហ្នឹងគឺអត់ប្រើប្រាស់នៅអ៊ីនធឺណិតទូរស័ព្ទទេហើយក៏អត់ចាំបាច់មានភ្ជាប់ជាមួយនឹង Wi-Fi ដែរមានន័យថាទូរស័ព្ទទាំងពីរដំណើរការឯករាជ្យនៅក្នុងការភ្ជាប់ទំនាក់ទំនងគ្នារវាង hotspot តាមរយៈបច្ចេកវិទ្យា Wi-Fi Direct អញ្ចឹងហើយការប្រើប្រាស់នៅ Wi-Fi Direct គឺវា full speed នៅក្នុងការ transfer អញ្ចឹងល្បឿននៃការផ្ញើឯកសារបានលឿនជាងទំហំ file គឺអត់មានកាត់ទំហំ megabyte ទេឧទាហរណ៍ថារូបភាពយើងថតចេញមក108 megapixel ឬក៏50 megapixel 200 megapixel ផ្ញើចូលទៅកាន់ទូរស័ព្ទមួយទៀតគឺ200 megapixel ដូចគ្នាអត់កាត់ទំហំទេ 4K គឺ 4K ដូចគ្នាទំហំ megabyte ប៉ុណ្ណាគឺដូចគ្នាបេះបិទតែម្ដងហើយមួយវិញទៀតបើសិនជាយើងផ្ញើជាប្រភេទរូបភាពជា live photo ឬក៏ motion photo ដែលមានចលនារវាង iOS ជាមួយនឹង Android គឺពេលខ្លះទៅគឺវាផ្ដាច់នៅ motion photo ឬក៏ live photo នឹងបាត់តែអញ្ចឹងនៅពេលដែលយើងផ្ញើទៅវាអត់ចេញជាសកម្មភាពមានចលនាទេប៉ុន្តែការប្រើប្រាស់នៅ O+ Connect នេះគឺវារក្សានៅទំហំ file ដើមក៏ដូចជាប្រភេទ file ដើមនៅពេលដែលយើងផ្ញើពីទូរស័ព្ទ Oppo ទៅ iPhone រូបភាពជាប្រភេទ motion photo វានឹងคล้ายទៅជា live photo នៅលើ iPhone ហើយរូបភាព live photo នៅលើ iPhone នឹងคล้ายទៅជា motion photo នៅលើ Oppo ហើយអាចបង្ហាញចលនាបានដូចគ្នា 100% តែម្ដងអញ្ចឹងហើយអានេះគឺជាចំណុចខុសគ្នាអញ្ចឹងចំណុចសំខាន់ផងថាវាជាជំរឿនរបស់យើងទេបើសិនជាយើងគិតថាលុយមិនមែនជាបញ្ហាសំខាន់អ៊ីនធឺណិតដំណើរការលឿនគ្រប់ពេលយើងអាចដាច់លុយយើងមានបច្ចេកទេសនៅក្នុងការផ្ញើអញ្ចឹងគឺយើងអាចប្រើប្រាស់តាមឆាតឬក៏
តាម Messenger គឺជាជំរឿនរបស់យើងមួយវិញទៀតនៅក្នុងកលៈទេសៈដែលយើងនៅកន្លែងដែលមាន Wi-Fi អញ្ចឹងគឺយើងអាចប្រើប្រាស់នៅ local send ដោយសារតែ local send គឺមានល្បឿនលឿនជាងការផ្ញើតាមឆាតប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលយើងមាន O+ Connect អញ្ចឹងគឺយើងអាចដំណើរការឯករាជ្យរវាងឧបករណ៍ទាំងពីរមិនចាំបាច់មានជំនួយពី Wi-Fi ទេហើយល្បឿនក៏លឿនជាងការប្រើប្រាស់ Wi-Fi ហើយមួយវិញទៀតគឺអត់ខុសនៅទំហំរូបភាពក៏ដូចជាគុណភាពរូបហើយនឹងប្រភេទ file ដែលយើងផ្ញើទៅកាន់ឧបករណ៍មួយផ្សេងទៀតនោះទេអញ្ចឹងអាហ្នឹងឯងគឺជាចំណុចខុសគ្នាហើយក៏សង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាគន្លឹះក៏ដូចជាបទពិសោធន៍សម្រាប់បងប្អូនទាំងអស់គ្នាប្រើប្រាស់នៅក្នុងលក្ខខណ្ឌដែលបងប្អូនត្រូវការផ្ញើឯកសារហើយត្រូវការទំហំ file ដើមឬក៏កលៈទេសៈណាមួយដែលចាំបាច់សម្រាប់បងប្អូនទាំងអស់គ្នាហើយកុំភ្លេចតាមដានជាមួយខ្ញុំនៅវីដេអូក្រោយ